3.3 Valery Giscard d'Estaing នេះជាលើកទី1ហើយដែលប្រទេសបារាំងមានប្រធានាធិបតីថ្មីដែលមិនមែនជាមនុស្ស De Gaulle និយមមកពីគណៈបកកណ្ដាលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅអាណត្តិលោក Pompidou ហើយតែងតាំងលោក Jacques Chirac ជានាយករដ្ឋមន្ត្រីនៅក្នុងនយោបាយក្នុងប្រទេសលោកបានធ្វើកំណែទម្រង់សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតចាប់ពីអាយុ18ឆ្នាំឡើងទៅការផ្ដល់ស្វ័យយ័តភាពដល់ទីក្រុងប៉ារីសក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងជាលើកដំបូងនិងមានការផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធព័ត៌មានដូចជាវិទ្យុនិងទូរទស្សន៍ជាដើមក្រៅពីនេះមានវិធានការមួយចំនួនទៀតទៅលើវិស័យសេដ្ឋកិច្ចនិងសង្គមដូចជាការដំឡើងពន្ធដារទៅលើដីធ្លីនិងអចលនវត្ថុបើកចំហឲ្យមានការលក់ដូរដោយសេរីនៅថ្នាំឬឱសថពន្យាកំណើតនៅលើឆាកអន្តរជាតិវិញសេដ្ឋកិច្ចបារាំងត្រូវរង្គោះរង្គើដោយវិធីថាមពលលើកទី2នៅឆ្នាំ1979ដោយរដ្ឋាភិបាលបដិវត្តន៍អឺរ៉ង់បានកាត់បន្ថយការនាំចេញប្រេងឆៅនយោបាយស្ដារសេដ្ឋកិច្ចមិនបានជោគជ័យចំនួនអ្នកឥតការងារធ្វើកើនឡើងលោកស៊ីរ៉ាក់បានសុំលាលែងពីតំណែងហើយលោករ៉ាយម៉ុងបាបានឡើងជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកស៊ីរ៉ាក់